ចេះវិធីសាស្ត្រមួយនេះអាចជួយឲ្យយើងថតរូបដែលប្រើកាមេរ៉ាខាងមុខឃើញច្បាស់ជាងមុនហើយមិនធ្វើឲ្យអក្សរចេញមិនច្រាស់បងប្អូនយើងប្រហែលជាធ្លាប់ឯនៅពេលដែលថតរូបដែលប្រើកាមេរ៉ាខាងមុខគឺតែងតែឃើញអក្សរនៅក្នុងរូបថតយើងមិនថាខាងមុខខាងក្រោយគឺចេញមិនច្រាស់អញ្ចឹងឥឡូវនេះបងប្អូនគ្រាន់តែបើកមុខងារមួយនេះក្នុងទូរស័ព្ទដៃហើយអត់មានអស់លុយអីទាំងអស់អញ្ចឹងលើកក្រោយនៅពេលដែលយើងថតយើងប្រើកាមេរ៉ាមុខ selfie ហ្នឹងគឺឃើញអក្សរមកធម្មតាវិញលែងច្រាស់ហើយឃើញស្អាតទៀតបើកមុខងារមួយនឹងទាំងអស់គ្នាតោះអូខេអញ្ចឹងបងប្អូនចូលមកកាន់ setting នេះសម្រាប់ iOS ហើយបន្តមកទៀតបងប្អូនអស់ចូលទៅខាងក្រោមបងប្អូននឹងឃើញពាក្យ camera ចាចុចលើនឹងមកបន្តមកទៀតយើងអស់ចូលទៅខាងក្រោម scroll ទៅក្រោមបន្តិចយើងនឹងឃើញពាក្យ mirror front camera អូខេហ្នឹងកន្លែងសំខាន់ដែលត្រូវបិទអញ្ចឹងបើវាបើកខៀវបងប្អូនបិទមកកាលណាបិទអញ្ចឹងទៅគឺធ្វើឲ្យពេលដែលយើង selfie គឺឃើញអក្សរនៅខាងក្រោយហ្នឹងវាអត់បញ្ច្រាស់ទេរូបយើងក៏អញ្ចឹងដែរវាស្អាតជាងមុនណាបងប្អូនណាអញ្ចឹងអានេះជាកន្លែងសំខាន់ហើយបងប្អូនមានចម្ងល់អីបងប្អូន comment ខាងក្រោមវីដេអូបានវីដេអូក្រោយខ្ញុំនឹងប្រាប់សម្រាប់ Android វិញម្ដងអរគុណអរគុណបងប្អូនសង្ឃឹមថាបងប្អូនទទួលបានប្រយោជន៍ច្រើនពីវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណ